ជូនព័ត៌មានបន្តទៀតបាទចឹងរីករាយទស្សនាស្ដាប់បើរថយន្តឆ្វេងចុះឡើងមុខស្ទាក់ពីមុខអញ្ចឹងបាទអ្នកណាមិនផ្អើលបើលេងអាញ៉ាអញ្ចឹងបាទរីករាយទស្សនាស្ដាប់កំសាន្តព័ត៌មានសង្គមបន្តិចបាទនៅខេត្តស្វាយរៀងបាទមាតាបិតាមានការព្រួយបារម្ភសុវត្ថិភាពកូនផ្លូវខ្លាចជនឧក្រិដ្ឋចាប់ពេលទៅនឹងត្រឡប់បោកសាលារៀនព្រោះមានមនុស្សបើកបររថយន្តមកឆ្វេងតាមសាលានឹងស្ទាក់ហៅក្មេងឲ្យឡើងរថយន្តដោយសង្ស័យថាជាក្រុមចាប់ក្មេងធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង 9:10 នាទីព្រឹកថ្ងៃទី 28 ខែកក្កដា 2017 នៅលើកំណាត់ផ្លូវជាតិលេខ 1 ចាស់ត្រង់ចំណុចខាងលើទីស្នាក់ការសាលាគយនិងរដ្ឋតកខេត្តចម្ងាយ 20 ម៉ែត្រស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងបើតាមសមត្ថកិច្ចបានឲ្យដឹងថាកុមាររងគ្រោះអះអាងមានមនុស្សមុខស្ទាក់ចាប់នោះមានឈ្មោះតាំងសុផានិតភេទប្រុសអាយុ 13 ឆ្នាំជាសិស្សថ្នាក់ទី 8 មានទីតាំងនៅភូមិថ្មីសង្កាត់សង្ហែក្រុងស្វាយរៀងនិងស្ត្រីជាម្ដាយមានឈ្មោះហ៊ីមសុវណ្ណាអាយុ 32 ឆ្នាំតាមសម្ដីកុមារខាងលើបានឲ្យដឹងថាមុនពេលកើតហេតុព្រោះគេទៅរៀនធម្មតាលុះដល់ម៉ោង 9 ព្រឹកនឹងឃ្លានបាយក៏ជិះកង់ចេញពីសាលាត្រឡប់ទៅផ្ទះដើម្បីញ៉ាំបាយលុះជិះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងបានបើកវ៉ាមកជប់ពីមុខរួចមានបរិសម្នាក់បើកទ្វារគូតឡានខាងក្រោយហើយនិយាយថាអូនឡើងឡានមកឡើងជិះឡានជាមួយពូពេលនោះខ្លួនភ័យយ៉ាងខ្លាំងក៏លោតចុះពីលើកង់ហើយអូសកង់រត់ថយក្រោយរួចឡើងជិះកង់សម្ដៅមកផ្ទះទាំងភ័យស្លន់ស្លោរីឯមនុស្សម្នានៅកន្លែងកើតហេតុមានការស្រឡាំងកាំងនិងឆោឡោចំណែកអ្នកបើករថយន្តនិងបកពួក2នាក់ទៀតនាំគ្នាចូលរថយន្តរួចបើកបត់តាមមាត់ទន្លេវាយគោបាត់ទៅហើយពលរដ្ឋមានការសង្ស័យថាជាមនុស្សចាប់ក្មេងឬទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍លោកស្នងការនគរបាលខេត្តបានបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍បើកម៉ូតូប្រមាណជាង10គ្រឿងដេញចាប់ស្ទាក់រថយន្តប៉ុន្តែរកមិនឃើញទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះនិងដាក់ពាក្យកម្លាំងការពារសុវត្ថិភាពតាមមុខសាលានិងតាមដងផ្លូវសំខាន់ដើម្បីទប់ស្កាត់ករណីខាងលើនេះបាទនេះគឺជាករណីដែលក្មេងប្រុសម្នាក់នេះដែលគាត់ទើបតែអាយុ13ឆ្នាំទេដែលគាត់ម៉ោងទៅរៀនម៉ោង 7 ព្រឹកដល់ពេលគាត់ឃ្លានបាយម៉ោង 9 ព្រឹកហ្នឹងគាត់ចេញទៅញ៉ាំបាយនៅផ្ទះស្រាប់តែជិះទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងគឺម៉ាកសាំយ៉ុងមានអ្នកបើកម្នាក់និងអ្នកជិះពីក្រោយបានបើកទ្វារពីក្រោយជិះមកឈប់ពីមុខកង់របស់ក្មេងប្រុសម្នាក់នេះក៏ហៅក្មេងប្រុសឲ្យឡើងលើឡានតែក្មេងប្រុសគឺសំណាងល្អគឺក្មេងប្រុសដឹងជាមុនបានបត់កង់គឺជិះឡើងលឿនបាទគឺមុខស្ដេចខ្លាំងគឺរត់ទៅសម្ដៅទៅនេះទាំងអស់គ្នាបាទចឹងនេះគឺជាករណីដែលធ្វើឲ្យមហាជនទាំងអស់មានការព្រួយបារម្ភជាមួយនឹងកូនដែលទៅរៀនគឺភ័យខ្លាចចំពោះការបាត់កូនចំពោះការមានការចាប់ចម្រិតពីក្មេងៗនិងយកក្មេងៗទៅលក់ផងបាទអញ្ចឹងសូមបញ្ចប់រឿងនេះបាទចូលរួម like share ដើម្បីទទួលព័ត៌មានឲ្យកាន់តែច្បាស់ថែមទៀតបាទសូមអរគុណ